រឿងព្រះបាទមន្ធាតុសេចក្តីប្រាថ្នារបស់សត្វលោកឥតមានទីបំផុតក្នុងខាងដើមនៃផតកប្បនេះមានព្រះបរមចោមកពតត្រាធិរាជមួយព្រះអង្គព្រះនាមមន្ធាតុមានមហិទ្ធិឫទ្ធិធំអស្ចារ្យសោយរាជក្នុងទ្វីបទាំង4មានមហាក្សត្រី 84000 ព្រះអង្គជាបរិវារមនុស្សក្នុងចំណោមនោះមានអាយុកំណត់មួយអសង្ខ័យឆ្នាំឯព្រះបាទមន្ធាតុនោះមានឥទ្ធិពលសម្បើមអស្ចារ្យណាស់ក្រន់តែទះដៃវេលាណាមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកវេលានោះទ្រង់នៅជាកុមាររត់លេងសប្បាយដោយប្រឡែងលបែងក្មេងជាង 80000 ឆ្នាំដល់ប្រជញ្ញគម្រប់ 84000 ព្រះរាជបិតាទ្រង់ប្រទានកិត្តិយសឲ្យធ្វើជាឧបរាជបាន 80000 ឆ្នាំ 84000 ឆ្នាំបានទទួលរាជាពិសេសជាស្ដេចបរមចក្រពតត្រាធិរាជសោយរាជបាន 84000 ឆ្នាំទ្រង់មិនស្កប់ស្កល់ដោយរាជសម្បត្តិបានត្រាស់សួរមហាមាត្រថាទីដែលបរបរដោយរាជសម្បត្តិវិសេសជាងនេះទៅទៀតមានឬទេមហាមាត្រទូលថាបពិតព្រះសម្មាទិទេពក្នុងមនុស្សលោកនេះពុំមានទេមានតែឋានចាតមហារាជការទើបបរបរដោយសេចក្តីសុខប្រសើរជាងស្ថានមនុស្សព្រះបាទមន្ធាតុបានជ្រាបហើយក៏កាន់តែចក្ររតនក្រវីអណ្ដែតតោឯដល់អាកាសព្រមទាំងចតុរង្គសេនាទៅចុះក្នុងស្ថានចាតមហារាជការឯពួកទេវតាក្នុងស្ថាននោះបានឃើញព្រះបាទមន្ធាតុហើយក៏នាំគ្នាកាន់ភ្ញីផ្កាចូលទៅបូជាថ្វាយព្រះរាជសម្បត្តិទឹបដល់ព្រះបាទមន្ធាតុព្រះបាទមន្ធាតុបានសោយរាជសម្បត្តិនៅឋានចាតមហារាជការនោះបានចំនួន 84000 ឆ្នាំមនុស្សទ្រង់មិនស្កប់ស្កល់ក្នុងរាជសម្បត្តិនោះទៀតទើបត្រាស់សួរទៅស្ដេចចតុលោកបាលទាំង4ថាទីស្ថានដែលបរបរដោយសេចក្តីសុខជាងនេះមានដែរឬទេស្ដេចចតុលោកបាលទាំង4ក្រាបទូលថារាជសម្បត្តិក្នុងស្ថាននេះមិនវិសេសជាងស្ថានមនុស្សប៉ុន្មានទេមានតែរាជសម្បត្តិក្នុងឋានត្រៃត្រឹងទើបប្រសើរជាងនេះ100 គុណព្រះបាទមន្ធាតុបានជ្រាបហើយក៏ចាប់ចក្រក្រវីហោះទៅស្ថានត្រៃត្រឹងទៀតព្រះឥន្ទ្រាធិរាជបានទាត់ឃើញព្រះបាទមន្ធាតុហើយក៏មានប្រតិសោមនស្សរីករាយកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយរាជសម្បត្តិពាក់កណ្ដាលព្រះបាទមន្ធាតុបានសោយរាជសម្បត្តិពាក់កណ្ដាលនៅស្ថានត្រៃត្រឹងនោះជាសុខក្សេមក្សាន្តអស់កាលជាយូរអង្វែងណាស់ចំនួន36ដំណរព្រះឥន្ទឯសេចក្តីប្រាថ្នារបស់ព្រះអង្គមិនចេះពេញសោះនៅតែខ្វះកន្លះជានិច្ចសូមបីសោយរាជសម្បត្តិទៅជាយូរអង្វែងដល់ម្លោះហើយក៏មិនចេះស្កប់ស្កល់ទើបទ្រង់ព្រះចិន្តាថាបើអញសម្លាប់ព្រះឥន្ទចោលហើយសោយរាជតែម្នាក់ឯងទើបល្មមសមនឹងបុណ្យស័ក្តិរបស់អញក្រន់តែគិតយ៉ាងនេះការទ្រុឌទ្រោមនៃសរីរៈក៏កើតឡើងប្រកបពុំអាចនៅលាយឡំជាមួយនឹងពពួកទេវតាបានឡើយស្រាប់តែស្ជុតមកឋានមកស្ថិតក្នុងឧស្សាហរបស់ព្រះអង្គនាស្ថានមនុស្សដូចកាលមុនវិញនាយឧស្សាហបាលបានឃើញព្រះបាទមន្ធាតុចុះពីស្ថានសួគ៌មកស្ថិតនៅក្នុងឧទ្យានវិញហើយក៏ចូលទៅក្រាបទូលព្រះរាជាត្រកូល
ព្រះរាជាដែលជាធំក្នុងព្រះរាជត្រកូលបានជ្រាបដំណឹងនេះហើយមានសេចក្តីត្រេកអរណាស់ទ្រង់មនីយាងទៅឧទ្យានជាមួយនឹងស្ដេច 84000 ព្រះអង្គចាត់ចែងក្រាលរៀបចំរាជសីយាសនៈដ៏ប្រសើរក្នុងឧទ្យាននោះព្រះបាទមន្ធាតុទ្រង់ឡើងផ្ទុំលើសេរីរាជសីយាសនៈនោះហើយបានប្រកាសប្រាប់ដល់រាជវង្សានុវង្សទាំងឡាយថាយើងលែងក្រោកចាកអាសនៈនេះហើយអ្នកទាំងឡាយចូលចាំគ្រប់គ្នាថាសេចក្តីប្រាថ្នារបស់សត្វលោកធំទូលាយវែងឆ្ងាយឥតមានទីបំផុតទ្រង់មានព្រះបន្ទូលដូច្នោះហើយជាដើមហើយក៏ទ្រង់សោយទីវង្គតទៅបានទៅកើតក្នុងសុគតិភពតាមសំគួរដល់បញ្ញកម្មរបស់ព្រះអង្គឯបុព្វកម្មរបស់ព្រះបាទមន្ធាតុដែលមានឥទ្ធិពលធំអស្ចារ្យក្រន់តែទះដៃមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកពីអាកាសនិងមានប្រជញ្ញវែងហើយបានសោយរាជសម្បត្តិទឹកទៀតនោះគឺកាលសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមវិបស្សីរាប់ពីផតកັບនេះទៅក្រោយវិញចំនួន91កັບកាលនោះព្រះបាទមន្ធាតុកើតជាបុរសកំសត់ម្នាក់ក្នុងនគរពន្ធុមតីជាអ្នកស៊ីឈ្នួលជួលប៉ះជុលសម្លៀកបំពាក់ចាស់ដាច់របស់អ្នកនគរនោះថ្ងៃមួយពួកពុទ្ធបរិស័ទបានរៀបចំចាត់ចែងថ្វាយមហាទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានឯបុរសកំសត់បានដឹងថាគេរៀបចាត់ចែងនឹងថ្វាយមហាទានដូច្នោះហើយក៏នឹកសង្វេគចំពោះខ្លួនថាអាត្មាអញជាមនុស្សសេះសល់ថោកទាបជាទីបំផុតពុំបានចាត់ចែងមហាទាននឹងគេសោះពីព្រោះជាអ្នកតល់ក្រពេលនេះបើអញមិនឆ្លៀតធ្វើទានទេពុំដឹងជាជាតិណានឹងរួចផុតពីសេចក្តីទុក្ខលំបាកគិតឃើញដូច្នោះហើយសទ្ធាក៏កើតឡើងមមចំពោះគុណព្រះសម្មាសម្ពុទ្ធពេលនោះខំជួសជុលប៉ះជុលសម្ពុតឲ្យបុគ្គលម្នាក់បានលុយមួយមាសកៈដឹងថាពេលថ្វាយមហាទានចិត្តដល់ហើយក៏មនីទៅផ្សារទិញបានគ្រាប់សណ្ដែកស្ងោរមួយកំបងយកទៅដាក់បាតទៅដល់រោងទានពុំបានឱកាសនឹងចូលទៅដាក់បាតឡើយព្រោះខ្លួនជាអ្នកតល់ក្រថោកទាបពួកមហាជនមិនបើកឱកាសឲ្យចូលទើបគិតថាអញអស់បានចូលទៅចិត្តព្រះសម្ពុទ្ធនិងព្រះសង្ឃហើយបើដូច្នោះអញគួរបោះគ្រាប់សណ្ដែកសម្ដៅទៅត្រង់បាតព្រះសម្ពុទ្ធនិងព្រះសង្ឃចុះបើបានចូលក្នុងបាតតែមួយគ្រាប់គង់មានផលច្រើនបុរសកំសត់ក៏ចាប់គ្រាប់សណ្ដែកស្ងោរបោះទៅដោយអំណាចឫទ្ធិព្រះសម្ពុទ្ធគ្រាប់សណ្ដែកក៏អណ្ដែតទៅធ្លាក់ចុះក្នុងបាតជាលំដាប់តាំងពីបាតព្រះសម្ពុទ្ធជាម្ចាស់ដរាបដល់បាតព្រះសង្ឃឥតមានជ្រុះទៅទីដតីមួយគ្រាប់ឡើយបុរសកំសត់ឃើញអស្ចារ្យដូច្នោះហើយកើតសេចក្តីជ្រះថ្លាក៏រឹងរឹតតែកើតឡើងយ៉ាងក្រៃលែងទើបតាំងសេចក្តីប្រាថ្នាថាដោយអំណាចការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យបានជាអ្នកធំជាងជនអ្នកត្រូវការដោយកាមទាំងឡាយបើខ្ញុំលើកដៃទះឡើងវេលាណាសូមឲ្យភ្លៀងកែវ7ប្រការធ្លាក់ចុះពីផ្ទៃអាកាសវេលានោះកំខានបុរសកំសត់លុះអស់អាយុទៅបានទៅខ្សោយសុខក្នុងទេវលោកនិងមនុស្សលោកអស់កាលជាអង្វែងលុះដល់មកខាងដើមនៃផតកັບនេះបានមកកើតជាព្រះរាជបុត្ររបស់ព្រះបាទកល្យាណរាជមាននាមបញ្ញត្តិថា
ប្របាទមន្ធាតុនេះឯង